ប្រទេសទាំង7នេះចាត់ទុកថាជាប្រទេសដែលតូចបំផុតនៅលើភពផែនដីក៏ប៉ុន្តែពួកគេបានឡើងទៅជុំផ្ដាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ FIFA World Cup ប្រទេសកាប់វែដែលជាប្រជុំកោះតូចៗនៅទ្វីបអាហ្វ្រិកក៏ប៉ុន្តែទទួលបានសម្បត្តិយន្តហោះឡើងទៅលេងជុំផ្ដាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ FIFA World Cup ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ពួកគេការឡើងទៅលេងនៅអាមេរិកលើកនេះក៏ដោយសារតែពួកគេបានទទួលលទ្ធផលឈ្នះជាបន្តបន្ទាប់នៅក្នុងការប្រកួតជម្រើសក្នុងពូលហើយចុងក្រោយបានឈ្នះទៅលើក្រុមអេស្វ៉ាទីនីឡើងឈរកំពូលតារាងនិងកក់កៅអីសម្រាប់ឆ្នាំ2026តែម្ដងកាប់វែត្រូវបានកំណត់ថាជាប្រទេសតូចជាងគេទី2ដែលចូលរួមក្នុងការប្រកួត World Cup បើសិនគិតពីចំនួនប្រជាជននាពេលបច្ចុប្បន្ននេះប្រទេសស្ថិតនៅលើកោះនៃទ្វីបអាហ្វ្រិកខាងលិចមួយនេះមានប្រជាជនត្រឹមតែជាង 50,000 នាក់តែប៉ុណ្ណោះបន្ទាប់មកគឺមានតែប្រទេសអ៊ីស្លង់ទេដែលបានចូលរួមនៅក្នុងការប្រកួតចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ2018អ៊ីស្លង់គឺជាប្រទេសដែលតូចជាងគេបំផុតដែលមានប្រជាជនចំនួនត្រឹមតែ 38,000 នាក់តែប៉ុណ្ណោះដែលបានចូលរួមការប្រកួតដ៏ធំមួយនេះផងដែរប្រទេស Trinidad និង Tobago ដណ្ដើមបានចំណាត់ថ្នាក់លេខ3បើគិតពីប្រទេសតូចបំផុតដែលត្រូវលេងនៅក្នុងពានរង្វាន់ FIFA World Cup ពួកគេមានប្រជាជនសរុបចំនួន 1.32 លាននាក់និងបានលេងក្នុងការប្រកួត FIFA World Cupឆ្នាំ2026ប្រទេសដែលតាមពីក្រោយពួកគេនោះគឺប្រទេសអាក់ឡង់ខាងជើងដែលមានប្រជាជនប្រហែលប្រមាណជា 1.9 លាននាក់ពួកគេត្រូវបានឡើងទៅលេង FIFA World Cup ចំនួន3ដងរួចមកហើយគិតចាប់តាំងពីឆ្នាំ1958 1982និងឆ្នាំ1986ប្រទេសស្លូវេនីបានបញ្ចប់ចំណាត់ថ្នាក់ជាប្រទេសតូចបំផុតទាំង5ដែលលេងនៅ FIFA World Cup ខណៈដែលពួកគេមានប្រជាជនប្រមាណជាចំនួន 2.1 លាននាក់និងខកខានការលេងប្រកួត FIFA World Cup តាំងពីឆ្នាំ2010មកម្លេះប្រទេសយ៉ាម៉ាអ៊ិកដែលយើងហៅថា Jamaicaដែលមានប្រជាជនចំនួន 2.73 លាននាក់ក៏មានលក្ខណៈពិសេសនៅក្នុងចំណោមប្រទេសតូចៗបំផុតដែលត្រូវលេងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកមួយនេះផងដែរដោយដែលពួកគេបានលេងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកចាត់តាំងពីឆ្នាំ1998មកម្លេះជាចុងក្រោយនោះគឺប្រទេសកាតាដែលជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ2022ក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលមានចំនួនប្រជាជនតិចបំផុតប្រហែលជា 2.84 លាននាក់តែប៉ុណ្ណោះប្រទេសកាតាក៏ត្រូវបានចូលរួមការប្រកួត World Cup សម្រាប់ឆ្នាំ2026ផងដែរ